របស់ថៃពិសេសគឺមជ្ឈដ្ឋានយោធាមកលើបរិយាកាសកម្ពុជាមកលើថ្នាក់ដឹកនាំរួមទាំងព្រះមហាក្សត្រនៃកម្ពុជាមកលើប្រជាពលរដ្ឋកម្ពុជាយើងអាចនិយាយបានថាពួកគេចាត់ទុកប្រជាពលរដ្ឋខ្មែរជាអនុមនុស្សក៏អាចថាបានជាអនុមនុស្សតែមកថាមិនមែនមនុស្សបើមិនមែនមនុស្សគឺជាសត្វចឹងគេមើលងាយដល់សត្វពីព្រោះយើងអត់មានកំហុសយើងមិនមានកំហុសជាមួយនឹងថៃយើងអត់បានធ្វើកំហុសអីក៏ដោយសោះជាមួយថៃមិនបានថៃ